ជីវធម្មខ្ញុំកាលណាខ្ញុំសូមនមស្ការក្រាបថ្វាយបង្គំព្រះថេរានុធារៈដោយព្រះភិក្ខុសាមណេរគ្រប់ព្រះអង្គជាមួយលើដោយសូមអនុញ្ញាតជម្រាបសួរលោកគ្រូអ្នកគ្រូបងប្អូនសិស្សនិស្សិតដែលបានចូលរួមនៅស្ដាប់ក្នុងកម្មវិធីទស្សនៈទានកំណាព្យរឿងខ្លីនេះចឹងវាមិនមានអីជាថ្មីហើយក៏មិនចាស់ប្រហែលទេពាក់ព័ន្ធជាមួយនឹងកំណាព្យគឺយើងបានដឹងបានលឺហើយគឺយើងមានជាយូរណាស់មកហើយបាទជាគេមរតករបស់ដូនតារបស់យើងដែលបានបន្សល់ទុកមកអញ្ចឹងនៅថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញខ្លីៗពាក់ព័ន្ធជាមួយនឹង5ចំណុចបាទចំណុចទី1យើងនិយាយពីកំណាព្យជាអ្វីទី2និយាយពីរឿងខ្លីជាអ្វីទី3កំណាព្យរឿងជាអ្វីហើយទី4ហ្នឹងជួនបែបណាល្អទី5គឺរូបអារម្មណ៍ឬរូបអារម្មណ៍នោះជាអ្វីអញ្ចឹងនិយមន័យសម្រាប់កំណាព្យចំណុចទី1គឺយើងមានច្រើនមានអ្នកប្រាជ្ញយើងច្រើនណាស់ដែលគាត់ឲ្យនិយមន័យផ្សេងៗគ្នាណាតែនេះខ្ញុំសូមដកយកតែលោកគ្រូបាពេជ្រទុំក្រវិលយកមកដាក់ទៅអញ្ចឹងគាត់ថាកំណាព្យជាកម្រងពាក្យសម្ដីដែលមានការចាប់ចងជួនទួនរំដំណៃណោមានឃ្លាមានល្បះនឹងមានកម្រិតជាងជាកំណត់ចេញពីទឹកចិត្តរំភើបហើយធ្វើឲ្យអ្នកអានរំភើបជាមួយនេះគឺជានិយមន័យកំណាព្យហើយខ្ញុំក៏មិនបកស្រាយអីដែរដោយសារតែយើងបានដឹងបានរៀនជាច្រើនមកហើយពីកំណាព្យហើយយើងជឿទៅដល់រឿងខ្លីជាអ្វីព្រោះប្រធានយើងកំណាព្យរឿងខ្លីអញ្ចឹងតើយើងស្គាល់អ្វីជាកំណាព្យអ្វីជារឿងខ្លីបានយើងអាចក្តាប់នៅនិយមន័យបានហើយយើងអាចសរសេរទៅវាត្រូវជាមួយនឹងប្រធានបទដែលបានដាក់ចេញមកអញ្ចឹងសម្រាប់រឿងខ្លីគឺជារឿងបែបទស្សនវិជ្ជាបាទហើយមិនមែនជាកូនប្រឡំលោកតូចមិនមែនជាការសង្ខេបរឿងខ្នាតវែងមកខ្លីមិនមែនជាការលាតត្រដាងខ្សែជីវិតនរណាម្នាក់ដោយគ្រូខឹមច័ន្ទសុអាហាំងមួយទៀតមួយទៀតរឿងខ្លីជារឿងប្រឌិតខ្លីដែលអ្នកនិពន្ធច្រើនតែលើកយកស៊េរីព្រឹត្តិការណ៍ណាមួយមកសរសេរនឹងដោយកវីនិពន្ធស៊ូខេមរិនអញ្ចឹងនិយមន័យរឿងខ្លីវាមានច្រើនបាទហើយពួកយើងតែងតែច្រឡំថារឿងខ្លីហ្នឹងគឺជាការសរសេរមិនខ្លីគឺរឿងខ្លីតែពិតអត់ទេរឿងខ្លីគឺមានរូបមន្តមានគោលមានឆ្អឹងមានគោលការណ៍ជាក់លាក់ច្បាស់លាស់លក្ខខណ្ឌច្បាស់លាស់មិនមែនចេះតែសរសេរឲ្យខ្លីហើយរឿងខ្លីទេអញ្ចឹងយើងចូលដល់រឿងខ្លីបន្តមកទៀតតើរឿងខ្លីមានលក្ខណៈសម្គាល់អីខ្លះហើយគេសរសេរបែបណាយើងនឹងមើលទៅខាងមុខបងប្អូន